រស់ស៊ីបើអត់មានទិន្នន័យទេចង់ធ្វើអីក៏ចេញដែរមានន័យថាយើងអ្នកខ្លាហានដើរប្រឡូករំពុកខ្លួនហើយបាទអ្នកបានប្រឡូករំពុកដែរបើសិនតែបានស្អីមួយយកផុស Facebook ដូចយកទៅមកយើងអត់មានតែតាអត់មានទិន្នន័យផែនការ100លានដើម្បីចូលរួមអភិវឌ្ឍសហគមន៍មន្ត្រីសហគមន៍កសិកម្មទំនើបអញ្ចឹងថ្នាក់នាំបុកមុតមមនៅក្នុង model ហ្នឹងអញ្ចឹងបើសិនជាយើងរកស៊ីតើយើងមានបតកលានៃគោលការណ៍ហ្នឹងអត់នៅក្រោមគោលនយោបាយហ្នឹងអត់ដើម្បីដឹកមុខព្រួញសេដ្ឋកិច្ចរបស់យើងដូចឥឡូវបើសិនជាបងប្អូនងាកមកមើលសេដ្ឋកិច្ចបច្ចុប្បន្នយើងអាចទៅថាខ្មែរយើងពហិការបើផលិតផលក្នុងស្រុកល្អហើយធ្វើម៉េចឲ្យប្រជាពលរដ្ឋហ្នឹងស្រឡាញ់ផលិតផលក៏ប៉ុន្តែថាតើពេលនេះជាពេលអីគេបើយើងស្គាល់វាឲ្យច្បាស់គឺជាពេលវេលាបើសិនសម្រាប់ខ្ញុំឯណាទៅមុខគេនឹងត្រឡប់មកថយក្រោយគេនិយាយរឿងហ្នឹងហើយបើត្រឡប់ខ្ញុំចាំនិយាយទៅមុខឯងខ្ញុំនិយាយថាក្រោយនោះវាចឹងមែនពេលវេលានេះគឺជាពេលវេលាការបដិវត្តឧស្សាហកម្មខ្លួនឯងហើយមិនមែនសាមញ្ញទេតែការបដិវត្តហើយមិនមែនសាមញ្ញទេបាទអញ្ចឹងកុំឆ្ងល់ហេតុអីបានត្រូវការលើកចិត្តហេតុអីបានត្រូវជំរុញឲ្យមានពាក្យឯកាហេតុអីបានយើងត្រូវឆ្លងកាត់ពីផលិតផលដែលអាចកែច្នៃប្រើប្រាស់មធ្យមរហូតដល់ផលិតផលល្អអញ្ចឹងបើសិនជាយើងទទួលស្គាល់ហ្នឹងហើយថាអាហ្នឹងវាអញ្ចឹងយើងស្រាវជ្រាវឃើញកម្រិតអញ្ចឹងឃើញផលចំណេញអញ្ចឹងយើងរកស៊ីនៅក្នុងច្រកហ្នឹងទៅយើងបានលុយហើយបាទបានលុយហើយបើសិនរបរហ្នឹងវាទឹះវាទៅអញ្ចឹងហើយយើងទៅរកនៅណានោះអាហ្នឹងអត់បានលុយទេអូខេអញ្ចឹងខ្ញុំគ្រាន់តែនិយាយនៅក្រោមគោលនយោបាយទេអញ្ចឹងកន្លែងនេះសួរគ្នាយើងទៅបាទជួនកាលអ្នកខ្លះរកស៊ី10ឆ្នាំហើយអត់ដឹងតែខ្លួនឯងនៅក្រោមក្រសួងណាទេអត់ដឹងទេបានតែច្បាប់មកប្រត់ទៅបាត់ហ្មងអត់ក៏ដែរទៅកន្សាលថិនមួយគេដែរហើយបើសិនតែក្រសួងឆ្នាំហ្នឹងគេចេញប្រកាសមិនបោះចេញជាគោលនយោបាយមិនហើយយើងច្រកក្រោមគោលនយោបាយហ្នឹងអត់ដឹងអញ្ចឹងរឿងហ្នឹងដែលយើងថា2025ដែលយើង renew ថាមាននឹងអីកើតឡើង2025សម្រាប់ business យើងអញ្ចឹងឥឡូវយើងទៅងាកមើលទៅថា2025យើងដឹងអត់បើអត់ដឹងទេសុំ2026ធ្វើឲ្យដឹងទៅអធិស្ឋាននិយាយញាប់តិចព្រួយម៉ោងខ្លីនេះគ្រាន់តែនីតិវិធីស្រាវជ្រាវទៅរកទិន្នន័យនិយាយរួមនៅក្នុង slide នេះខ្ញុំនិយាយទៅពីរចំណុចឯងក្រុមហ៊ុនកដាលនិងទិន្នន័យរកស៊ីបើអត់មានទិន្នន័យទេចង់ធ្វើអីក៏ចេញដែរមានន័យថាយើងអ្នកខ្លាហានដើរប្រឡូករំភពខ្លួនហើយបាទអ្នកខ្លាប្រឡូករំភពខ្លួនហើយបើសិនតែបានស្អីមួយយើងផុស Facebook ប៊ូកយកទៅហ្មងយើងអត់មាន data អត់មានទិន្នន័យអញ្ចឹងពាក់ព័ន្ធជាមួយទិន្នន័យយ៉ាងណាទៀតសោតគេមាននីតិវិធីក្នុងការធ្វើទាំងការទិញទាំងការកិច្ចសហប្រតិបត្តិការទាំងការ generate data ទាំងយក data ហ្នឹងយកមក analyze ទាំងធ្វើ B2C ដើម្បីយក data កន្លែងនេះចំណាំមួយឥឡូវឧទាហរណ៍ថានៅក្នុង laptop របស់ខ្ញុំនេះខ្ញុំមានទិន្នន័យ SME 50000ក្រុមហ៊ុនខ្ញុំមាន data អតិថិជននៅក្នុងតំបន់ដែលខ្ញុំកាន់មាន5ខេត្តក្រុងអញ្ចឹង Zoom ហ្នឹងគឺយកតែ analyze ហ្នឹងថាហ្នឹងត្រូវរកស៊ីអីអញ្ចឹងកន្លែងនេះនៅ2025ថាតើការរកស៊ីបងប្អូនទាំងអស់គ្នាហ្នឹងមានទិន្នន័យអត់បើអត់ទេអាហ្នឹងចំណាំមួយអត់ទាន់មានទេទៅរកអ្នកជួយធ្វើទិន្នន័យឲ្យមានបាទទិន្នន័យមានន័យថាគឺជាតារាងអតិថិជនមកតែមកហើយបានគេបោះតារាងទិន្នន័យអតិថិជនហ្នឹងគេបោះឲ្យក្រុម market analyze ហ្នឹងបានគេយកបោះឲ្យក្រុម marketing ហ្នឹងបានកណនីទៅជា strategy marketing ហើយបានដាក់ការលក់ចេញជាពីរ AI សំទោសផ្ទាល់ហើយនឹង online គេអាចប្រើ AI និង digital អញ្ចឹងបើសិនជាយើងឡើង marketing ដោយអត់មាន data អញ្ចឹងគេហៅថាការកណនីមួយដែលចពុចចពិលបាទចពុចចពិលអញ្ចឹងបងប្អូនទាំងអស់គ្នាយើងសុកយើងរើស marketing manager ប្រាក់ខែ 3000 ប៉ុន្តែតើ marketing manager នឹងមកវាយក data មកអត់ឬក៏យកតែគូក្បាលសាមញ្ញមកទេប្រយ័ត្នតិចឡើងនេះហើយនេះជា tick point មួយទៅរក data ឲ្យបានទៅរក data ឲ្យបាននៅ2025ហើយ scope ឲ្យចំហ្នឹងហ្មងហើយប្រើមនុស្សនៅក្នុងតំបន់ហ្នឹងដើម្បីទៅ sell នៅក្នុងតំបន់ហ្នឹងដែរអញ្ចឹងកន្លែងនេះគ្រាន់តែតាក់ទងពីការប្រមូលទិន្នន័យទីផ្សារទេ data ហើយនេះពាក់ព័ន្ធជាមួយនឹងការប្រគល់គង់ក្រុមហ៊ុនហើយនឹងការធ្វើទីផ្សារនិយាយរួមនៅទំហំអាជីវកម្មគេអត់អោបម្នាក់ឯងទេគ្នាយើងនៅក្នុងនេះមាន SME ដែលផលិតផលខ្លួនឯងបាទបើយើងផលិតខ្លួនឯងហើយយើងដើរតួខ្លួនឯងជាក្រុមហ៊ុនទៀតយើងដើរតួខ្លួនឯងជាអ្នកធ្វើទីផ្សារទៀតហ្នឹងគឺយើងអាចនឹងមានផលលំបាកអញ្ចឹងបានគេទៅរុញការងារហ្នឹងញែកបន្ថែមទៀតដើម្បីឲ្យវាធ្លាក់ថ្លៃដើមអាចនឹងមានក្រុមហ៊ុនកដាលអាចនឹងមានក្រុមហ៊ុនទីផ្សារជួញគ្នាទៅជា business group បានដើម្បីកុំអោបបើមិនដូច្នេះទេយើងអោបក្រុមហ៊ុននឹងខ្លាំងយូរប្រពន្ធប្រពន្ធយើងឡើងបានអោបគ្នាហ្មងបាទយើងប្រឹងពេកបានមានអីអោបគ្នាកើតបើយើងងាកទៅមើលផលិតហើយងាកមកមើលគ្រប់ក្រុម operation ហើយបន្ទាប់មកទៅរត់ទៅបន្ទប់នោះដើម្បីធ្វើទីផ្សារហើយលទ្ធផលក៏អត់សូវបានធំដែរអ្នកខ្លះខ្លាំងបានត្រឹម10ឆ្នាំហើយចុងក្រោយឆ្នាំទី11ឡើងគ្នាតាក់ទងពី transparency នៃ operation business គឺច្បាស់
បើអញ្ចឹងគេអត់ឲ្យ license ទេ